យើងធ្លាប់ថាធ្វើអ្វីមួយតែនឹងនិយាយថាធ្វើត្រង់មើលតែផ្លូវរទេសភ្លើងហ្មងប៉ុន្តែក្រោយពីព្រឹត្តិការណ៍ថ្ងៃទី28មកផ្លូវរទេសភ្លើងលែងត្រង់ទៀតហើយឡើងកងែកកងក់ដូចគេសញ្ញេអញ្ចឹងនេះមើលបងប្អូនមើលដូចជាលក្ខណៈដូចជាវល្លិដូចជាអីទៅដូចជាពស់ដូចជាអីលូនពាត់ពេលហ្នឹងដោយសារអីដោយសារដីផែនដីនឹងវាមានលក្ខណៈថាវាហូរជូនទៅទាំងផ្ទាំងដូចវាដូចម្សៅយើងចាក់ទៅវាហូរវាទូញទៅតាមនឹងផែនដីវាជ្រាយទៅហ្មងពេលជួយទៅបានណាផែនដីហ្នឹងប្រហែលកន្លែងហ្នឹងប្រហែលគ្មានជាតិថ្មគ្មានជាតិអីទេមើលទៅហ្មងទូញទៅមើលបងប្អូនមើលដែរវាអាហ្នឹងវាហូរដីយើងវាហូរទៅតាមកន្លែងណាទៀតវាទៅខាងក្នុងនេះបើមកកន្លែងនេះវិញវាអត់ហូរអត់អីទេវាទៅជាប្រេះវាញាក់វាញ័រទៅវាប្រេះហែកពីហែកដីតាមផ្លូវរហូតដូចថ្នេរវាអញ្ចឹងផ្លូវកន្លែងណាហែកតាមផ្លូវរហូតផ្លូវវាមកហែកអមផ្លូវរហូតទៅហ្មងនេះមើលដែរអមផ្លូវហែកយកទៅតាមផ្លូវហែកទៅតឹងផ្លូវអីអានោះថាវានេះហើយហេតុអីបានហែកតាមអមផ្លូវនេះគឺជាទស្សនវិជ្ជាភូមិមួយទៀតនេះភូមិមួយទៀតនេះក៏រងគ្រោះមិនស្រាលធម្មតាដែរនេះផ្ទះឈើនេះកំឡុងក្លាប់តឹកទីងគួរខ្លាចហើយផ្ទះហ្នឹងនៅតាមជួរដងទន្លេនេះហ្នឹងមេគង្គយើងហ្នឹងនៅតំបន់ជួរទន្លេមេគង្គហ្នឹងដីចឹងងាយផុយឲ្យតែមានបញ្ហាហែកជើងស្រួលហ្មងព្រោះគ្មានជាតិថ្មគ្មានជាតិអីទេសុទ្ធតែខ្សាច់ដីហ្នឹងបងប្អូននឹងស្រាប់ហ្នឹងហើយតែប៉ុណ្ណឹងប្រហោងប៉ុណ្ណឹងភ្លៀងមកខ្លាំងជន់មកដល់បាក់តាលីងហូរចូលតាមកហែកហ្នឹងដូចជានាំផ្លូវទឹកឲ្យជ្រោះដីហ្នឹងដាច់យកទៅធ្លាក់ចោលក្នុងទឹកភូមិហ្នឹងនឹងថ្ងៃក្រោយទៅអាសាបងនេះដីតែប្រេះប៉ុណ្ណេះហើយมันអាចដូចដើមទេវាប្រហែងខាងក្នុងហើយតែប្រហែងខាងក្នុងភ្លៀងជន់មកវាអាចបាក់វាសតអីទៅទៀតវាមានភាពងាយរងគ្រោះច្រើនណាហានិភ័យភូមិវាជាភ័ព្វសំណាងខ្មែរយើងដែរអត់មានប៉ះពាល់ប្រទេសខ្មែរយើងគ្រប់បញ្ហាគ្រប់អីទាំងអស់តាំងពីខ្យល់ព្យុះទឹកជំនន់អត់ដែរប៉ះឆ្នាំហ្នឹងប៉ះតែប្រទេសជុំវិញយើងតាំងពីយួនតាំងពីថៃតាំងពីឡាវគេលិចលង់អស់គេភ្លៀងគេព្យុះគេខ្យល់យើងឆ្លងផុតទាំងអស់ឥឡូវជួយដីប៉ុណ្ណាណៃទៀតយើងត្រូវផុតអស់ទៀតសំណាងដែរប្រទេសយើងតាមអ្នកជំនាញបច្ចេកវិទ្យាខាងភូមិគប់សាសន៍នឹងអាមេរិកបានប្រកាសថាប្រទេសកម្ពុជាយើងជៀសផុតហើយមិនមានបញ្ហាអីទេបើមានការប៉ះពាល់វារងការប៉ះពាល់បន្តិចបន្តួចបំផុតវាគ្រាន់តែជាការរងឥទ្ធិពលពីគេបន្តិចបន្តួចហ្នឹងមិនមានបញ្ហាអីទេធ្ងន់កខ្លាំងប្រទេសមីយ៉ាន់ម៉ាហ្នឹងមកនេះបងប្អូនឃើញស្រាប់ហ្នឹងសម្រែកភ័យតក់ស្លុតនឹងសោកស្ដាយនឹងភាពបាត់បង់អ្វីហ្នឹងពួកគាត់ភ័យមែនតើមើលទៅព្រោះនៅបណ្ណអាស៊ីយើងវាមិនដែលមានករណីធ្ងន់ធ្ងរបែបហ្នឹងជាលើកទី1រៀងខ្លួននឹងជួយបោផ្ទុះភ្នំភ្លើងវាមានដល់ពេលជួយផែនដីហ្នឹងវាមិនដែលជួបប្រទះនៅតំបន់អាស៊ីយើងហ្នឹងនេះលក្ខណៈធ្ងន់ណា7.7 Richter ហើយ